មានប្រាក់ខែទី27ខែមករាឆ្នាំ2026នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាឯកឧត្តមឈៀងយ៉ាណារ៉ាដែលរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី2នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងឯកឧត្តមអ៊ុនណូអាស៊ូស៊ីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានដឹកនាំកិច្ចពិភាក្សាកម្រិតគោលនយោបាយស្តីពីហេរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលជប៉ុនកិច្ចប្រជុំនេះមានការចូលរួមពីតំណាងជាន់ខ្ពស់នៃក្រសួងសហបានរបស់រាជរដ្ឋាភិបាលកម្ពុជាតំណាងជាន់ខ្ពស់ពីក្រសួងការបរទេសជប៉ុនព្រមទាំងតំណាងជាន់ខ្ពស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជាសរុបប្រមាណជា130នាក់គោលដៅចម្បងនៃកិច្ចពិភាក្សានេះគឺដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្ពុជាជប៉ុននិងតម្រឹមគោលនយោបាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់រដ្ឋាភិបាលជប៉ុនទៅនឹងអធិភាពនៃកិច្ចអភិវឌ្ឍរបស់កម្ពុជាជាកិច្ចចាប់ផ្ដើមឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូជប៉ុននិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុនចំពោះការបដិញ្ញាគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាជាពិសេសតាមរយៈការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងការដាក់ចេញនូវគោលនយោបាយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់រដ្ឋាភិបាលជប៉ុនសម្រាប់កម្ពុជាសម្ដៅរួមចំណែកឲ្យកម្ពុជាសម្រេចនូវចក្ខុវិស័យអភិវឌ្ឍឆ្នាំ2030និង2050បន្ថែមលើនេះទៀតឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រយ៉ាងសកម្មឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃនិងបានផ្ដល់ជំនួយមនុស្សធម៌បន្ទាន់ដើម្បីជួយដល់ជនភៀសសឹកនៅតាមព្រំដែនផងដែរជាការឆ្លើយតបឯកឧត្តមអ៊ុនណូអាស៊ូស៊ីបានសម្ដែងក្តីសោមនស្សរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្ពុជានិងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជាក្នុងកិច្ចអភិវឌ្ឍដែលបានសម្រេចកន្លងមកនិងបញ្ជាក់ពីការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុនក្នុងការបន្តជួយកម្ពុជាឲ្យសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយជីវភាពឯកឧត្តមអ៊ុនណូអាស៊ូស៊ីបានជម្រាបនៅអង្គប្រជុំនៃការដាក់ចេញនូវគំនិតផ្ដើមកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុនស្តីពីបញ្ញាសិប្បនិម្មិតក្នុងកិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី28នៅខែតុលាឆ្នាំ2025សម្ដៅលើការកសាងប្រព័ន្ធអេកូឡូស៊ី AI រួមដែលមានសុវត្ថិភាពរឹងមាំនិងគួរឲ្យទុកចិត្តតាមរយៈការអភិវឌ្ឍគំរូការអភិវឌ្ឍធនធានមនុស្សនិងការបង្កើតដំណោះស្រាយរួមដែលគំនិតផ្ដើមនេះបានដំណើរជាមួយនឹងយុទ្ធសាស្ត្របញ្ញកោដំណាក់កាលទី1និងអភិក្រមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជប៉ុនគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមការតភ្ជាប់សមុទ្រនិងការបោះសម្អាតមីនជាការឆ្លើយតបឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសាទរចំពោះការដាក់ចេញនូវគំនិតផ្ដាំស្តីពីបញ្ញាសិប្បនិម្មិតនេះនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុនក្នុងការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការធ្វើអភិវឌ្ឍកម្មឌីជីថលនិងសេដ្ឋកិច្ចឌីជីថលទៅក្នុងវិស័យអធិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាវិស័យអប់រំសុខាភិបាលបច្ចេកវិទ្យាព័ត៌មាននិងឌីជីថលកសិកម្មនិងទឹកកម្មន្តសាលវិស័យមីនវិស័យដឹកជញ្ជូននិងប្រព័ន្ធទូទាត់ឌីជីថលជាដើមលើពីនេះទៀតឯកឧត្តមទេសរដ្ឋមន្ត្រីបានកោតសរសើរនិងវិតម្លៃខ្ពស់ដល់រដ្ឋាភិបាលជប៉ុនដែលបានគូបញ្ជាក់ពីការបដិញ្ញាចិត្តក្នុងការគាំទ្រដល់យុទ្ធសាស្ត្រចាក់ចេញដល់រលូនរបស់កម្ពុជាពីប្រទេសអភិវឌ្ឍតិចតួចទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ2030ជាកិច្ចបញ្ចប់ភាគីទាំងពីរបានរួមគ្នាពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសហប្រតិបត្តិការក្នុងវិស័យអធិភាពកន្លងមកនិងបានពិភាក្សាការផ្លាស់ប្ដូរយោបល់គ្នាលើតម្រូវការនិងវិស័យអធិភាពរបស់កម្ពុជាក្រោមការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនលើកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតនិងការចូលរួមបន្តពង្រឹងសមត្ថភាពនៃការអនុវត្តគម្រោងនាពេលអនាគតតាមរយៈកិច្ចសន្ទនារវាងភាគីទាំងពីរ